ដំបូងនឹងខ្ញុំសូមជម្រាបសួរលោកគ្រូនិងខ្ញុំគ្រូទីស្រីមួយជាគ្រូនិស្សិតបរិញ្ញាបត្រ1មកពីថ្នាក់កថ្ងៃនេះនឹងខ្ញុំនឹងធ្វើការឆ្លុះបញ្ចាំងក៏ដូចជាសង្ខេបមេរៀនជំពូកទី3ដែលមានចំណងជើងថាការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់ចានៅក្នុងចំណុចនៅក្នុងមេរៀននេះដែរបន្ទាប់មានវត្ថុបំណងចំនួន4ចាអញ្ចឹងវត្ថុបំណងទី1បន្ទាប់ពីចប់ជំពូកនេះទី1គឺយើងអាចដឹងពីរបៀបក៏ដូចជាដឹងពីប្រភេទនៃការវាយតម្លៃទៅតាមប្រភេទផ្សេងៗគ្នាដែលត្រូវនឹងគោលដៅសិក្សាប្រភេទផ្សេងៗគ្នាដែលយល់ថាវិធីសាស្ត្រវាយតម្លៃមួយចំនួនល្អសម្រាប់ការវាស់ស្ទង់ចំណេះដឹងក៏ដូចជាការយល់ដឹងហើយនឹងប្រភេទផ្សេងៗទៀតសម្រាប់ការវាស់ស្ទង់ជំនាញវិញ្ញាចាអញ្ចឹងទី2គឺយើងអាចយល់ដឹងពីលក្ខណៈនៃភស្តុតាងសម្រាប់សុពលភាពភាពជឿជាក់ឬក៏ភាពជាក់លាក់ដែលជាលក្ខណៈនៃពិន្ទុដែលទទួលបានរបៀបដែលពួកវាមានលក្ខណៈខុសគ្នាហើយនឹងមូលហេតុដែលពួកវាសំខាន់សម្រាប់ការវាយតម្លៃដែលអាចទុកចិត្តបានហើយទី3នោះគឺយើងអាចដឹងពីអ្វីដែលយើងត្រូវការសម្រាប់ការវាយតម្លៃប្រកបដោយយុត្តិធម៌រួមទាំងការជៀសវាងការលំអៀងនិងរបៀបធ្វើឲ្យការវាយតម្លៃសមស្របតាមក្រុមដូចជាការងាយស្រួលសម្រាប់ការវាយតម្លៃសិស្សហើយចំណុចទី4គឺអាចយល់ដឹងពីអ្វីដែលធ្វើឲ្យការវាយតម្លៃជាក់ស្ដែងមានប្រសិទ្ធភាពហើយនឹងមូលហេតុដែលជាការពិចារណាមួយដែលអាចកំណត់ពីរបៀបនៃការវាស់វែងលទ្ធផលរបស់សិស្សដែរចា៎អញ្ចឹងសម្រាប់ការវាយតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់ហ្នឹងគឺគេសំដៅទៅលើការវាយតម្លៃលក្ខណៈការធ្វើតេស្តដោយទ្រង់ទ្រាយធំហើយនឹងស្តង់ដារឲ្យវាត្រូវបានកំណត់ពីសាលភាពឡើងតែគាត់ថាវាស់វែងដោយជាក់លាក់ដូចជាសុពលភាពទៅតងជាមួយនឹងភាពជាក់លាក់ហើយនឹងភាពយុត្តិធម៌ដែលគេត្រូវបានប្រើដោយការប្រើប្រាស់បច្ចេកទេសខ្ពស់ហើយនឹងស្មុគស្មាញបន្តិចចា៎ជាសម្រាប់ការវាយតម្លៃនៅក្នុងថ្នាក់រៀនភាគច្រើនគឺគុណភាពនៃបច្ចេកទេសស្មុគស្មាញហើយវាមានភាពពាក់ព័ន្ធតិចតួចវាលក្ខណៈថានេះមិនមែនជាគំនិតនៃសុពលភាពជាក់លាក់ឬក៏ភាពជឿជាក់នៃភាពយុត្តិធម៌មិនសំខាន់សម្រាប់ការវាយតម្លៃក្នុងថ្នាក់រៀននោះទេអញ្ចឹងការវាយតម្លៃថ្នាក់រៀនគឺវាពាក់ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យជាច្រើនទៀតផងដែរដោយវាអាចជំនួសនៅភស្តុតាងនៃសុពលភាពភាពជឿជាក់ដែលបានជំនួសឡើងដោយស្ថិតិជាមួយនឹងការព្រួយបារម្ភអំពីរបៀបនៃការវាយតម្លៃដ៏មានឥទ្ធិពលលើការរៀនសូត្រក៏ដូចជាការផ្ដល់របាយការណ៍ពីយុត្តិធម៌តកតងជាមួយនឹងសមិទ្ធផលរបស់សិស្សសម្រាប់ការកំណត់លក្ខណៈកំណត់គុណភាពដ៏មានរបៀបដែលគេមានឥទ្ធិពលទៅលើសិស្សហើយការវិតម្លៃក្នុងថ្នាក់រៀនដែលប្រកបទៅដោយគុណភាពខ្ពស់នោះគឺវាមានផ្ដល់លទ្ធផលផ្ទៀងផ្ទាត់ដូចជាលើកកម្ពស់ការរៀនសូត្រលើការលើកទឹកចិត្តសិស្សដែលមានគោលដៅផងដែរការវិតម្លៃនៅក្នុងថ្នាក់រៀនដ៏មានប្រកបដោយប្រសិទ្ធភាពខ្ពស់នេះវាជួយជំរុញដល់ការសម្រេចចិត្តផងដែរដូច្នេះការយល់ដឹងពីការរៀនសូត្រការលើកទឹកចិត្តនិងការយល់ដឹងរបស់យើងគឺអាចបង្ហាញឲ្យយើងឃើញថាសិស្សភាគច្រើនគឺត្រូវការបង្ហាញចំណេះដឹងបែបសាមញ្ញចាអញ្ចឹងសម្រាប់លក្ខណៈវិនិច្ឆ័យសម្រាប់ការធានាការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់មានចំណុចដូចជាទី1គឺគោលដៅសិក្សាច្បាស់លាស់ហើយនឹងសមស្របទី2គឺវិធីសាស្ត្រសម្រាប់ការវិតម្លៃហើយនឹងគោលដៅសិក្សាទី3ទាក់ទងជាមួយនឹងសុពលភាពហើយនឹងទី4ទាក់ទងជាមួយនឹងភាពជឿជាក់ក៏ដូចជាភាពជាក់លាក់ភាពយុត្តិធម៌ផលវិបាកវិជ្ជមានហើយនឹងភាពជាក់ស្ដែងហើយនឹងតកតងជាមួយនឹងប្រសិទ្ធភាពផងដែរចា៎អញ្ចឹងនៅក្នុងគោលដៅច្បាស់លាស់និងសមស្របនោះគឺគេសំដៅទៅលើលក្ខណៈវិនិច្ឆ័យគឺគោលដៅច្បាស់លាស់មានន័យថាទាំងសិស្សហើយនិងគ្រូគឺយល់ពីធម្មជាតិនៃការរៀនសូត្រដោយលក្ខណៈដែលបានរំពឹងទុកហើយនឹងជំនាញសិស្សអ្វីខ្លះដែលនឹងកើតឡើងហើយដល់ពេលគោលដៅសមស្របគឺជាគោលដៅដែលសមហេតុផលស្របតាមលក្ខណៈនៃការណែនាំហើយនឹងតកតងមួយស្តង់ដាររបស់សិស្សដែរចា៎មួយទៀតវិធីសាស្ត្រការវិតម្លៃហើយនឹងគោលដៅនៃការសិក្សាចា៎ចឹងគេថាគោលដៅដូចជាវិធីសាស្ត្រវាតម្លៃហើយនឹងគោលដៅសិក្សាត្រូវបានផ្គូផ្គងគ្នាហើយវាមានសារៈសំខាន់ណាស់ទោះបីជាគោលដៅសិក្សាភាគច្រើនត្រូវបានវាស់វែងដោយវិធីសាស្ត្រច្រើនក៏ដោយប៉ុន្តែការពិតនៃវិធីសាស្ត្រមួយចំនួននៃការវាស់វែងគោលដៅប្រភេទមួយចំនួនវាបានល្អជាងវិធីសាស្ត្រដទៃទៀតហើយដូច្នេះនៅពេលដែលយើងអាចកំណត់ពីអត្តសញ្ញាណគោលដៅហើយជំហានបន្ទាប់មកទៀតគឺយើងផ្គូផ្គងវាជាមួយនឹងវិធីសាស្ត្រថាតើវិធីសាស្ត្រវាតម្លៃណាមួយដែលត្រូវគ្នាទៅនឹងលក្ខណៈរបស់គោលដៅសិក្សាចាហើយការបែងចែកវិធីសាស្ត្រវាតម្លៃគេបែងចែកទៅតាមប្រភេទសំខាន់ដូចជាទី1ការឆ្លើយតបនឹងអ្វីដែលគេបានជ្រើសរើសការឆ្លើយតបដែលកាត់ឡើងតាមរយៈការសង្កេតរបស់គ្រូហើយនឹងការវាតម្លៃរបស់សិស្សខ្លួនឯងហើយលក្ខណៈសម្គាល់សំខាន់នៅក្នុងថ្នាក់រៀនភាគច្រើនគេបង្ហាញថាតើការប្រើប្រាស់ទម្រង់ការដែលបានជ្រើសរើសឬការឆ្លើយតបដែលបានបង្កើតឡើងផងដែរនៅក្នុងទម្រង់នៃការឆ្លើយតបដែលបានជ្រើសរើសសិស្សបង្ហាញពីសំណួរនិងចម្លើយដែលគេអាចធ្វើបានពី2ទៅច្រើនបន្ទាប់មកសិស្សគឺជ្រើសរើសចម្លើយដែលអាចធ្វើទៅបាននេះធាតុសំខាន់នៃការជ្រើសរើសរួមមានតកតងជាមួយនឹង
ការជ្រើសរើសជាចម្លើយច្រើនឬមួយក៏ការជ្រើសរើសច្រើនផងដែរចាចឹងការវាតម្លៃការអនុវត្តតម្រូវឲ្យសិស្សបង្កើតចម្លើយឬការឆ្លើយតបយ៉ាងទូលំទូលាយនិងបង្កើតភាពស្មុគស្មាញជាងមុនភារកិច្ចដែលគេបានពិនិត្យច្បាស់លាស់ហើយគេបានកំណត់គឺសិស្សត្រូវបានស្នើសុំឲ្យបង្កើតឬផលិតអ្វីមួយហើយជាញឹកញាប់ក្នុងបរិបទដែលទាក់ទងជាមួយនឹងការអនុវត្តចំណេះដឹងក៏ដូចជាជំនាញនៅក្នុងពិភពពិតចាចឹងការវាតម្លៃខ្លួនឯងរបស់សិស្សគេសំដៅទៅយកការរាយការណ៍របស់សិស្សឬការវាតម្លៃខ្លួនឯងនៅក្នុងការវាតម្លៃខ្លួនឯងគឺគេផ្អែកទៅលើសមិទ្ធផលនៃការសិក្សាសិស្សវាតម្លៃដោយអនុវត្តផ្ទាល់ខ្លួនទាក់ទងទៅនឹងស្តង់ដារទាក់ទងទៅនឹងលក្ខណៈវិនិច្ឆ័យដែលពួកគេបានរៀបចំឡើងចានៅក្នុងសារពើផនរាយការណ៍ដោយខ្លួនឯងឬមកការវាតម្លៃដោយខ្លួនឯងហ្នឹងសិស្សត្រូវបានស្នើឲ្យបំពេញបែបបទទម្រង់ឬមកក៏សំណួរចម្លើយដែលបង្ហាញពីអាកប្បកិរិយាជំនឿរបស់ពួកគេចំពោះខ្លួនឯងហើយនិងចំពោះសិស្សដទៃទៀតអញ្ចឹងប្រភេទនៃការវាតម្លៃដែលពាក់ព័ន្ធកាត់ឡើងនៅពេលដែលមិត្តភ័ក្តិវាតម្លៃឬវាតម្លៃបង្ហាញពីការសិក្សារបស់គ្នាទៅវិញទៅមកការវាតម្លៃមិត្តភ័ក្តិអាចមានប្រសិទ្ធភាពជាងគេធ្វើការវាតម្លៃដោយមិត្តភ័ក្តិអញ្ចឹងវាផ្ដល់ប្រសិទ្ធភាពជាងប៉ុន្តែវាមានការលំបាកដែរចា៎អញ្ចឹងការវាតម្លៃរបស់សិស្សខ្លួនឯងគេអាចវាតម្លៃទៅជាមួយនឹងហេតុផលដែលពួកគេបានប្រើក្នុងការឆ្លើយសំណួរឬការដោះស្រាយបញ្ហាដែលអាចធ្វើរោគវិនិច្ឆ័យរកការលំបាកផ្សេងៗនៅក្នុងការរៀនសូត្រអញ្ចឹងសិស្សអាចផ្ដល់ចម្លើយបានចំណាត់ថ្នាក់ជាគំរូបន្ទាប់មកទៀតគេបានជ្រើសរើសឲ្យប្រៀបធៀបចម្លើយទៅនោះទៅជាចម្លើយរបស់ពួកគេតែមួយទៀតតកតងជាមួយនឹងសុពលភាពអញ្ចឹងសុពលភាពគឺតកតងសុពលភាពពេលនេះគឺគេផ្អែកទៅលើចំណុចចំនួន3ទី1សុពលភាពភាពជឿជាក់ហើយនិងយុត្តិធម៌គេថាវាគឺជាលក្ខណៈវិនិច្ឆ័យទាំង3ដែលវាបង្កើតជាសសរស្តម្ភនៃការវាតម្លៃល្អបើសិនជាអ្នកផ្ដោតទៅលើលក្ខណៈវិនិច្ឆ័យខាងលើនេះអ្នកនឹងស្ថិតនៅលើផ្លូវដែលឆ្ពោះទៅរកការវាតម្លៃដែលមានគុណភាពខ្ពស់លក្ខណៈវិនិច្ឆ័យពីដំបូងគឺមានសារៈសំខាន់ពីព្រោះអាចនិយាយថាវាអាចជាភាពត្រឹមត្រូវភាពសមរម្យនៃពិន្ទុដែលអ្នកទទួលបានពីការវាតម្លៃនីមួយៗចា៎ចឹងសុពលភាពវាគឺជាលក្ខណៈមួយដែលវាសំដៅទៅលើភាពសមស្របនៃការសន្និដ្ឋានការប្រើប្រាស់និងផលវិបាកដែលកើតឡើងពីការវាតម្លៃម្យ៉ាងវិញទៀតភាពត្រឹមត្រូវដែលគួរឲ្យទុកចិត្តនិងសមស្របរវាងការអះអាងហេតុផលឬព័ត៌មានដែលគេបានប្រមូលទុកចាសុពលភាពវាមានទំនាក់ទំនងជាមួយនឹងគុណភាពនៃការសន្និដ្ឋានដែលអ្នកធ្វើពីពិន្ទុវាមិនមែនគ្រាន់តែជាតេស្តនៃការសង្កេតប៉ុណ្ណោះទេចាមួយទៀតនោះគឺភាពជឿជាក់ចាភាពជឿជាក់គេសំដៅទៅលើភាពជឿជាក់ដែលគេប្រើអស់រយៈពេលជាច្រើនឆ្នាំគេអាចពណ៌នាពីលក្ខណៈសំខាន់នៃការវាតម្លៃមួយដ៏ល្អដូច្នេះការវាតម្លៃនៅក្នុងថ្នាក់រៀនឥឡូវនេះគេហៅថាភាពជឿជាក់ដែលគេមានទំនាក់ទំនងវិសាលភាពទៅនឹងពិន្ទុដែលគ្មានកំហុសឬមួយក៏សំឡេងរំខានចាភាពជឿជាក់ឬភាពជាក់លាក់ហ្នឹងគឺវាតាក់ទងដោយផ្ទាល់ទៅនឹងកំហុសវាមិនមែនជាបញ្ហាទាំងអស់ទេប៉ុន្តែវាអាចជាលទ្ធផលដែលអាចទុកចិត្តបាននិងលទ្ធផលខ្លះទៀតគឺអាចទុកចិត្តបាននេះចា៎អ្វីដែលសំខាន់ដែលយើងត្រូវចងចាំវាអាចជាវិជ្ជមានហើយនិងអវិជ្ជមានផងដែរមួយទៀតតកតងជាមួយនឹងយុត្តិធម៌អញ្ចឹងពាក្យច្រើនការវាតម្លៃដោយយុត្តិធម៌គឺជាការវាតម្លៃមួយដែលផ្ដល់ឲ្យសិស្សទាំងអស់ផ្ដល់នូវឱកាសស្មើគ្នាចា៎ផ្ដល់ក្នុងឱកាសស្មើគ្នាឲ្យកូនសិស្សអាចបង្ហាញកូនសិស្សទាំងអស់ត្រូវការយុត្តិធម៌ដើម្បីបង្ហាញពីអ្វីដែលពួកគេបានរៀនចា៎ការវាតម្លៃដោយយុត្តិធម៌គឺគេសំដៅលើការវាតម្លៃដោយមិនលំអៀងមិនរើសអើងមិនមានអធិពលដែលមិនកត្តាពាក់ព័ន្ធឬប្រធានបទទេហើយភារកិច្ចនៃការវាតម្លៃគឺការឲ្យពិន្ទុដោយមិនប៉ះពាល់ខុសគ្នាដោយពូជសាសន៍ការរើសអើងភេទឬមកក៏ស្ថានភាពពិការភាពឬកត្តាផ្សេងដែលតាក់ទងនឹងអ្វីដែលគេកំពុងវាតម្លៃភាពយុត្តិធម៌ក៏អាចបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ពីអ្វីដែលសិស្សបានប្រាប់អំពីការវាតម្លៃរបស់ពួកគេផងដែរចា៎អញ្ចឹងសមាសធាតុសំខាន់ក្នុងការវាថាសមាធិសំខាន់នៃភាពយុត្តិធម៌មានវិជាចំណេះដឹងរបស់សិស្សអំពីគោលដៅសិក្សានិងតម្លៃឱកាសដើម្បីរៀនចំណេះដឹងនិងជំនាញដែលត្រូវការជាមុនជៀសវាងការរើសអើងសិស្សការជៀសវាងភាពលំអៀងក្នុងកិច្ចការវាតម្លៃនិងនីតិវិធីអាចផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សដែលមានតម្រូវការពិសេសចា៎មួយទៀតផលវិបាកវិជ្ជមានផលវិបាកវិជ្ជមានគេសំដៅទៅលើគុណភាពខ្ពស់លក្ខណៈថាវាផ្ដល់វិជ្ជមានសម្រាប់គ្រូហើយនិងសិស្សផងដែរអញ្ចឹងសិស្សអាចនឹងរៀនតាមរបៀបសិក្សាឬក៏ភារកិច្ចនិងតម្លៃផ្សេងផងដែរចា៎អញ្ចឹងផលវិបាកសម្រាប់គ្រូគឺទទួលរងនូវផលប៉ះពាល់នៃលក្ខណៈនៃការវាតម្លៃដែលផ្ដល់ឲ្យសិស្សដូចគ្នាដែរចាចំណុចចុងក្រោយនោះតកតងជាមួយនឹងការអនុវត្តជាក់ស្ដែងអញ្ចឹងនិងប្រសិទ្ធភាពនឹងគេនិយាយអំពីការវាតម្លៃដែលប្រកបទៅដោយប្រសិទ្ធភាពខ្ពស់និងជាក់ស្ដែងចាវាគឺជាកត្តាមួយដ៏សំខាន់មែនទែនដែលវាជាអាច
វាសំខាន់ពីព្រោះវាអាចកែប្រាការវាតម្លៃយ៉ាងទូលំទូលាយចា៎ជាសរុបមកវិញការវាតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់នឹងវាផ្ដល់នូវការវាតម្លៃមួយរបស់សិស្សដែលអាចទុកចិត្តបានវាមានភាពច្បាស់លាស់វាមានសុពលភាពមានយុត្តិធម៌និងមានប្រយោជន៍ហើយគុណភាពត្រូវបានបង្កើននៅពេលការវាតម្លៃបំពេញតាមលក្ខខណ្ឌទី1វាអាចជាការល្អបំផុតក្នុងការគូផ្គងវិធីសាស្ត្រទៅនឹងគោលដៅសិក្សាគោលដៅចំណេះដឹងសាមញ្ញទៅបានគូផ្គងជាមួយនឹងចម្លើយដែលបានជ្រើសរើសទាក់ទងជាមួយនឹងសុពលភាពគឺជាគោលគំនិតដែលអាចអនុវត្តបានដើម្បីកំណត់អត្តសញ្ញាណសុពលភាពគឺជាកម្រិតនៃការសន្និដ្ឋានដែលមានភាពសមស្របសមហេតុផលនិងមានប្រយោជន៍ជាក់លាក់ចាហើយសុពលភាពត្រូវបានគេប្រើប្រាស់ជាបន្តបន្ទាប់ពាក់ព័ន្ធជាមួយនឹងការផលប៉ះពាល់ទៅលើការវិតម្លៃសិស្សទៅលើការរៀនហើយនិងការបង្រៀនចាអញ្ចឹងបន្ទាប់ពីសុពលភាពគឺមានភាពយុត្តិធម៌ដែលគេត្រូវបានបង្កើនឡើងដោយចំណេះដឹងរបស់សិស្សអំពីគោលដៅការសិក្សាមុននឹងការណែនាំការគ្រប់មានឱកាសគ្រប់គ្រាន់ក្នុងការរៀនសូត្រហើយនឹងមានចំណេះដឹងផងដែរហើយសម្រាប់ផលវិបាកវិជ្ជមានសម្រាប់គ្រូនិងសិស្សគឺដើម្បីបង្កើនគុណភាពនៃការវិតម្លៃការសិក្សាទាំងមួយជាពិសេសឥទ្ធិពលនៃការវិតម្លៃការលើកទឹកចិត្តហើយនឹងទម្លាប់នៃការសិក្សារបស់សិស្សការវិតម្លៃដែលបានគិតគូរពីភាពស៊ាំរបស់គ្រូជាមួយនឹងវិធីសាស្ត្រដែលថាពេលវេលាដែលត្រូវការភាពស្មុគស្មាញការគ្រប់គ្រងហើយនឹងភាពងាយស្រួលនៃការដាក់បន្ទុកនិងការបកស្រាយនិងថ្លៃដើមដើម្បីកំណត់នៃភាពជាក់ស្ដែងនិងប្រសិទ្ធភាពក្នុងការវិតម្លៃចាអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានសង្ខេបសម្រាប់គ្រូ